បងប្អូនតែងសង្កេតខ្លួនឯងនៅពេលដែលយើងធ្វើការងារអ្វីមួយបានសម្រេចមិនថាការងារនេះយើងដាក់គោលដៅខ្លួនឯងឬក៏មិនថាជាមេដាក់ឲ្យយើងធ្វើឬការងារដែលយើងកំពុងតែធ្វើបានសម្រេចគឺយើងសប្បាយចិត្តមែនទែនអរម៉ូនក្នុងខ្លួននឹងមកចេញអរម៉ូនមួយយ៉ាងដែលធ្វើយើងសប្បាយរីករាយមែនទែនតែម្ដងអញ្ចឹងគឺយើងចូលចិត្តនៅអាសកម្មភាពដែលយើងធ្វើហើយរួចហើយយើងមានអារម្មណ៍ថាធូរក្នុងខ្លួនតែម្ដងចំណែកឯការហាត់ប្រាណវិញបងប្អូនចំណែកការហាត់ប្រាណវិញវាមិនមែនយើងត្រូវធ្វើមួយខែបានហើយពីរខែបានហើយមួយឆ្នាំបានហើយ5ឆ្នាំបានហើយ10ឆ្នាំបានហើយគឺអត់ទេគឺត្រូវហាត់ពេញមួយជីវិតមិនមែនថាខ្ញុំចង់សរកគីឡូខ្ញុំទៅហាត់ប្រាណខ្ញុំចង់ទៅឡើងគីឡូខ្ញុំទៅហាត់ប្រាណខ្ញុំចង់បានរាងស្អាតខ្ញុំទៅហាត់ប្រាណគ្រូពេទ្យឲ្យខ្ញុំទៅហាត់ប្រាណដោយសារតែខ្ញុំលើសចិត្តស្ករលើសចិត្តខ្លាញ់ឬក៏លើសចិត្តឈាមអីចឹងទៅតែវាមិនមែនដូចនេះទេបងប្អូនគឺវាត្រូវហាត់ពេញមួយជីវិតតែម្ដងបើសិនជាបងប្អូនហាត់បាន10ឆ្នាំបងប្អូនឈប់ហាត់ប្រាណទៅមួយរយៈក្រោយមកសុខភាពរបស់យើងនឹងត្រឡប់មកទៅជាមិនល្អវិញអញ្ចឹងណាអញ្ចឹងដើម្បីឲ្យធ្វើឲ្យគ្រូខួរក្បាលរបស់យើងសប្បាយចិត្តទទួលយកនៅអ្វីដែលយើងធ្វើយើងត្រូវមានជាបំបែកវាគោលដៅជាតូចជាប្រចាំខែជាប្រចាំឆ្នាំជាប្រចាំអីចឹងមួយទេយើងដាក់គោលដៅឲ្យវារហូតដើម្បីវាសប្បាយចិត្តថាខ្ញុំធ្វើសរកប្រហែលគីឡូខ្ញុំធ្វើទៅឡើងប្រហែលគីឡូយើងចង់បានរូបរាងអញ្ចឹងវាធ្វើឲ្យខួរក្បាលរបស់យើងសប្បាយក៏ធ្វើឲ្យការពេញចិត្តជាមួយនឹងការហាត់ប្រាណផងដែរតែបើសិនជាយើងអត់ចេះកំណត់គោលដៅរបស់វាខ្ញុំត្រូវហាត់ពេញមួយជីវិតហាត់ណាឈប់ហាត់ក៏មិនកើតត្រូវហាត់រហូតធ្វើតមអាហារធ្វើនេះធ្វើនោះចឹងធ្វើឲ្យខួរក្បាលរបស់យើង stress មែនតើតែបើសិនយើងចេះអបអរជាមួយខ្លួនឯងនៅពេលដែលយើងចាប់ផ្ដើមញ៉ាំអាហារល្អយើងចាប់ផ្ដើមទៅហាត់ប្រាណយើងចាប់ផ្ដើមតាមធ្វើកន្លះម៉ោងក្នុងមួយថ្ងៃ3ថ្ងៃក្នុងមួយសប្ដាហ៍ក៏យើងសប្បាយចិត្តជាមួយនឹងខ្លួនឯងអានឹងវាជារឿងដែលល្អមែនតើយើងត្រូវដឹងពីដំណើរការខួរក្បាលថាវាចូលចិត្តការងារណាដែលមានទីបញ្ចប់អញ្ចឹងយើងត្រូវដាក់ទីបញ្ចប់ឲ្យវាដាក់ហើយយើងបន្តវាទៅមុខទៀតអញ្ចឹងស្រាប់វីដេអូនេះមានប៉ុណ្ណឹងអរគុណ